សួស្តីអ្នកទាំងអស់គ្នាពេលនេះយើងមកតាមដានរឿង Dragon Ball បន្តទៀតការពិភាក្សាមុនគ្នារបស់ Goku ទាំងអស់សុទ្ធតែបានឡើងទៅវគ្គ Semi Final លើកលែងតែ Jutsu និង Yajirobe នៅវគ្គនេះដែរធាននឹងត្រូវប៉ះគ្នាជាមួយ Mercenary Tao ការប្រកួតរបស់ពួកគេបានចាប់ផ្ដើមអស់10នាទីហើយតែគ្មានភាគីណាម្ខាងធ្វើសកម្មភាពមុនទេមូលហេតុដោយសារតែ Mercenary Tao ក៏រត់អាចរកចំណុចខ្សោយនៅក្នុងការវាយទៅលើធានព្រោះថាទម្រង់របស់ធានវាល្អឥតខ្ចោះពេកពេលនោះ Crane ក៏ប្រើប្រាស់ក្បាច់របស់គេមកនិយាយឌឺទៅកាន់ធានធ្វើឲ្យគេនឹកឃើញទៅដល់ការដែល Mercenary Tao បានបង្រៀនគេកាលពីគេនៅក្មេងឃើញថាធានកំពុងតែភ្លេចខ្លួនបែបនេះ Mercenary Tao ក៏ស្ទុះចូលទៅវាយគេតែធានក៏ប្លិងមកខាងក្រោយនិងដាក់គេមួយដៃ Mercenary Tao ក៏បន្តវាយជាច្រើនដៃទៀតតែមើលទៅអាចធ្វើអីធានបានធានក៏ចាប់ដៃគាត់ជាប់ហើយក៏នាំគាត់ដើរចាក់ចេញពីសង្វៀនព្រោះថាគាត់អត់ចង់វាយជាមួយ Mercenary Tao ទេព្រោះថាគេមិនចង់ឲ្យ Mercenary Tao អាម៉ាស់មុខហើយគេមានតែការអរគុណនិងសេចក្តីគោរពទៅកាន់គាត់ដោយសារតែគាត់នឹងហើយជាអ្នកដែលបង្ហាត់បង្រៀនគេឲ្យចេះក្បាច់គុណតែនៅពេលដែលដើរចិត្តចេញពីសង្វៀនហើយស្រាប់តែ Mercenary Tao ក៏ផ្ដាច់ដៃយន្តរបស់គេនិងហោះមកខាងក្រោយធានរួចក៏យកដាវដែលស្ថិតនៅក្នុងដៃយន្តនោះកាប់ទៅលើធានឃើញបែបនេះ MC ក៏ប្រកាសឲ្យ Mercenary Tao ចាញ់ព្រោះថាអាវុធត្រូវបានហាមឃាត់នៅក្នុងការប្រកួត Tournament មួយនេះតែ Mercenary Tao ក៏ស្រែកដាក់ឲ្យ MC នោះវិញថាគាត់រត់ខ្វល់ពី Tournament ស្អីហ្នឹងទេអ្វីដែលគាត់ចង់បានឥឡូវហ្នឹងគឺសម្រាប់ធានពេលដែលនិយាយចប់គាត់ក៏យកដាវនោះស្ទុះចូលទៅកាប់ធានតែធានក៏បានចាប់ដាវនោះជាប់ហើយក៏កាច់វាបំបាក់ចោលឃើញបែបនេះ Mercenary Tao ក៏ដកអាវុធសម្ងាត់គេមួយទៀតចេញមកដែលវាជាអាវុធដែលបាញ់ដេញតាមអ្នកដែលយើងឡោកហើយថាមពលរបស់វាខ្លាំងណាស់ដោយរាល់អ្វីៗដែលត្រូវបានវាប៉ះនឹងត្រូវរលាយ Mercenary Tao ក៏បាញ់ Blast នោះទៅកាន់ធានតែធានក៏ប្រើប្រាស់ក្បាច់គេម្យ៉ាងធ្វើឲ្យ Blast នោះអត់ទាន់ហោះទៅដល់ផងក៏ត្រូវរលាយពាក់កណ្ដាលផ្លូវបាត់ទៅហើយធានក៏ស្ទុះទៅដាក់គាត់តែមួយដៃតែប៉ុណ្ណោះក៏យកឈ្នះនៅក្នុងវគ្គនេះតែម្ដងតែមើលទៅធានគេដូចជាមិនសូវសប្បាយចិត្តប៉ុន្មានទេអ្នកដែលត្រូវប្រកួតបន្ទាប់គឺ Goku និង Neri សុំលាក់ឈ្មោះហើយការប្រកួតវគ្គនេះក៏មាន Piccolo ចូលមើលដែរដោយសារតែគេចង់ដឹងអំពីថាមពលរបស់ Goku ឈានដល់កម្រិតណាហើយ Goku ក៏សួរនាងថាមិនក៏តែងតែធ្វើមុខខឹងអញ្ចឹង Neri នោះក៏តបថាឲ្យតែនាងឃើញមុខ Goku គឺមានរឿងច្រើនមែនតើដែលនាងត្រូវខឹង Neri នឹងក៏ហៅទៅវាយ Goku ជាច្រើនដៃតែ Goku អត់តវិញទេគេគ្រាន់តែកិច្ចហើយ Goku ក៏សួរនាងថាតើពួកយើងធ្លាប់ស្គាល់គ្នាមែននាងក៏តបវិញថាត្រូវហើយ Master Roshi ដែលចូលមើលគាត់មើលទៅក្បាច់របស់នាងគឺស្រដៀងនឹងក្បាច់ Turtle Helmet របស់គាត់ដែរGoku ក៏តបថាគេអត់ចាំទេនាងក៏ស្រែកប្រាប់ថាកាលពីមុន Goku ធ្លាប់សន្យាថានឹងរៀបការជាមួយនាងគ្រាន់តែលើបែបនេះភ្លាមធ្វើឲ្យ Goku កាំងខ្លាំងមែនទែនដោយសារតែគេនៅតែមិនចាំហើយគិតថានាងប្រហែលជាច្រឡំមនុស្សហើយ Neri នោះក៏ប្រាប់ថាបើសិនជា Goku អាចយកឈ្នះនាងបាននោះនាងនឹងប្រាប់ឈ្មោះរបស់នាងលើបែបនេះ Goku ក៏យកព្រមហើយក៏ដាក់នាងតែមួយដៃទេក៏អាចយកឈ្នះបានតែម្ដងពេលដែលងើបឡើងវិញនាងក៏ប្រាប់ថានាងជាកូនស្រីរបស់ Ox King ឈ្មោះថា Chi-Chi គ្រាន់តែលើភ្លាម Goku កាំងខ្លាំងមែនទែនដោយសារតែគេទើបតែនឹកឃើញថាកាលពីនៅក្មេងគេបានសន្យាថានឹងរៀបការជាមួយ Chi-Chi តែកាលហ្នឹងគេស្មានតែរៀបការហ្នឹងមានន័យថាបានញ៉ាំអីលើបែបនេះ Chi-Chi ក៏បាក់ទឹកចិត្តព្រោះតែការសន្យារបស់ Goku គ្រាន់តែជាការយកច្រឡំ Goku ក៏និយាយថាពេលខ្លះគួរក្បាលរបស់គេអត់ដឹងថាមាត់កំពុងតែនិយាយអីទេតែអ្វីដែលបេះដូងគេដឹងគឺស្រឡាញ់នាងដោយ Goku ក៏សុំនាងរៀបការ Chi-Chi ក៏ឆ្លើយថាយកព្រមអ្នកទស្សនាក៏អបអរសាទរដល់ពួកគេដោយសារតែនេះគឺជាប្រវត្តិសាស្ត្រនៃការប្រកួត Tournament នេះហើយដែលដៃគូប្រកួតបញ្ចប់ការប្រកួតដោយក្លាយជាគូស្នេហ៍នឹងគ្នា Chi-Chi ក៏ថាប Goku មួយខ្សែធ្វើឲ្យ Krillin នៅក្បែរនោះច្រណែនខ្លាំងមែនតើ Chi-Chi ក៏ណែនាំខ្លួនរបស់នាងដែលជា fiancé របស់ Goku ប្រាប់ទៅគ្នារបស់គេGoku ក៏ប្រាប់ Krillin ឲ្យប្រយ័ត្នផងដោយសារតែដៃគូប្រកួតរបស់គេមិនមែនជាមនុស្សធម្មតាទេការប្រកួតគ្នារវាង Piccolo និង Krillin ក៏ចាប់ផ្ដើម Krillin ក៏បាញ់ថាមពលរបស់គេដេញតាម Piccolo ពីក្រោយតែ Piccolo ក៏បាញ់ laser ចេញពីភ្នែករបស់គេកំទេចវាចោលរួច Krillin ក៏ប្លិងមកខាងក្រោយ Piccolo និងដាក់គេមួយដៃតែអាចធ្វើឲ្យ Piccolo មានរបួសអីទេរួចអ្នកទាំងពីរក៏បន្តវាយគ្នាទៀតដោយ Krillin ក៏ហក់ទៅតាម Piccolo ពីក្រោយតែក៏ត្រូវ Piccolo ទាត់ទម្លាក់គេចុះមកក្រោមវិញតែសំណាងអីពេលនោះ Krillin បានប្រើប្រាស់ក្បាច់សម្រាលខ្លួនរបស់គេទប់ខ្លួនគេជាប់មិនឲ្យធ្លាក់ចេញពីក្រៅសង្វៀនPiccolo ក៏ធ្វើការដំឡើងថាមពលរបស់គេឲ្យខ្លាំងជាងមុន Krillin ក៏ហត់ទៅវាយ Piccolo ជាច្រើនដៃតែមើលទៅវាយដូចជាអត់ត្រូវទេរួច Piccolo ក៏បន្លូតដៃរបស់គេទៅចាប់ជើងរបស់ Krillin រួចក៏ដាក់មួយដៃ Krillin ក៏ប្រើប្រាស់ Kamehameha របស់គេបាញ់ទៅ Piccolo តែ Piccolo ក៏គេចផុតរួចក៏វាយគេទម្លាក់ចុះមកខាងក្រោមវិញ Krillin ក៏សុំចុះចាញ់ដោយសារតែគេដឹងថាសមត្ថភាពគេឥឡូវនេះមិនអាចយកឈ្នះទៅលើដៃគូប្រកួតរបស់គេបានទេទោះបីជាចាញ់មែនតែគ្នារបស់គេនៅតែបន្តស្រែកហៅឲ្យគេ Master Roshi ក៏នឹកឃើញដល់ពេលដែល Krillin សុំគាត់ធ្វើជាកូនសិស្សលើកដំបូងហើយគាត់គិតថា Krillin ពេលនេះគេខ្លាំងជាងមុនដោយសារតែគេដឹងថាពេលណាត្រូវវាយនិងពេលណាដែលគេត្រូវដកខ្លួន
ការប្រកួតគូចុងក្រោយក៏ចាប់ផ្ដើមរវាង Hero និង Yamcha យ៉ាជីរ៉ូបេដែលចូលមើលការប្រកួតមួយនេះគាត់ជឿជាក់ថា Yamcha នឹងវាយចាញ់ Hero គ្រាន់តែឃើញក្បាច់របស់ Hero ភ្លាម Yamcha ក៏សើចហើយក៏គិតថា Hero គ្រាន់តែជាអ្នកសម្ដែងទេនៅពេលដែល Hero រត់ចូលទៅគេក៏ដួលតែជើងម្ខាងទៀតរបស់គេក៏ទាត់ Yamcha ដែលមើលទៅវាដូចជាជឿចាប់ខ្លាំងមែនទែនអ្នកទស្សនាក៏នាំគ្នាសើចដោយសារតែមើលទៅវាកំប្លែងពេកនៅពេលដែលភ្លេចខ្លួន Hero ក៏ស្ទុះទៅយ៉ាងលឿនទៅដល់ Yamcha តាមពិតទៅ Hero គាត់ចេះប៉ុន្តែគាត់គ្រាន់តែធ្វើជាឡាប់ៗដើម្បីបោកបញ្ឆោតពួកគេរាល់ក្បាច់របស់ Yamcha ត្រូវបាន Hero counter បានទាំងអស់ Hero ក៏ប្រលីងមកខាងក្រោយហើយក៏ទាត់ Yamcha មួយជើង Hero ក៏ខ្សឹបប្រាប់ Yamcha ថាគាត់មានរឿងសម្ងាត់មួយចង់ប្រាប់តែកុំប្រាប់អ្នកផ្សេងឲ្យដឹងអីគឺគាត់មិនមែនជាមនុស្សដែលរស់នៅលើភពផែនដីនេះទេ Yamcha ក៏មិនជឿព្រោះថាបើសិនជាគេជា alien man គេមិនអាចមានរូបរាងកាយដូចជាមនុស្សបែបនេះទេ Hero ក៏បញ្យល់ថារាងកាយមួយនេះគ្រាន់តែជារាងកាយដែលគាត់ខ្ចីគេតែប៉ុណ្ណោះ Goku ដែលលួចស្ដាប់ក៏ភ្ញាក់ផ្អើលមែនទែន Yamcha វិញគេអត់ខ្វល់ទេក៏បញ្ចេញគ្រាប់បាល់ spiritual របស់គេមួយគ្រាប់បាញ់ទៅលើ Hero ធ្វើឲ្យគេខ្ទាតថយក្រោយតែនេះមិនមែនជាបញ្ហាសម្រាប់ Hero ទេដោយគាត់បានហោះមកដាក់ Yamcha មួយកែងធ្វើឲ្យគេធ្លាក់ពីសង្វៀនហើយអ្នកដែលឈ្នះនៅក្នុងវគ្គនេះគឺ Hero Goku បន្ទាប់ពីមើលមុខ Hero យូរៗទៅគេក៏ដឹងថាតាមពិតទៅ Hero គឺជា Kami ពេលដែលដើរចូលទៅវិញ Kami ក៏ភ្លេចភ្នែកដាក់គេការប្រកួតបន្ទាប់ដើម្បីឡើងទៅវគ្គ Grand Final ក៏បានចាប់ផ្ដើមរវាង Tien និង Goku ដែលពួកគេធ្លាប់ប៉ះគ្នាម្ដងកាលពី Tournament 3 ឆ្នាំមុនប៉ុន្តែពេលនោះ Tien ជាអ្នកឈ្នះការប្រកួតក៏ចាប់ផ្ដើមដោយអ្នកទាំងពីរធ្វើការវាយគ្នាទៅវិញទៅមកហាក់បីដូចជាស្មារតីគ្នាមែនទែនវាយនៅក្រោមបណ្ដោះចិត្តពួកគេក៏វាយទៅដល់លើអាកាសទៀតការវាយរបស់ពួកគេគឺសាហាវមែនទែនព្រោះថាអ្នកទស្សនាមិនអាចមើលឃើញពួកគេទេដោយសារតែល្បឿនវាយរបស់ពួកគេលឿនជាងភ្នែកមនុស្សធម្មតាចាប់បានទៅទៀតប៉ុន្តែពួកគេអាចស្ដាប់តាមរយៈសំឡេងដែលចេញពីការវាយគ្នាបានអ្នកទាំងពីរក៏បន្តវាយគ្នាទៀតតែមើលទៅធានដូចជារៀងហត់តែ Goku វិញអត់មានបែកញើសអីសូម្បីបន្តិចធានក៏អួតថាគេបានវឹកហាត់ល្បឿនគេឲ្យលឿនជាងមុនបន្ទាប់មកគេក៏ហក់ឡើងទៅលើមេឃ Goku ក៏ហត់ទៅតាមពីក្រោយនៅពេលដែលទៅដល់លើមេឃ Goku ព្យាយាមចាប់ទីតាំងរបស់ធានតែក៏ត្រូវធានដាក់គេមួយកែងធ្លាក់ចុះមកក្រោមវិញមកដល់ក្រោមគេក៏ដាក់ Goku ថែមមួយជើងទៀតអ្នកទាំងពីរក៏បន្តវាយគ្នាទៀតតែមើលទៅ Goku ដូចជារៀងចាញ់ព្រៀបរួចគេក៏សុំពេលមួយផ្លែតដើម្បីដោះអាវនៅពេលដែលដោះអាវមើលទៅ Goku ដូចជារៀងពិបាកធ្វើឲ្យធានឆ្ងល់មែនទែនដោយសារតែគ្រាន់តែដោះអាវសោះមិនក៏មើលទៅពិបាកម្ល៉េះតែនៅពេលដែលគេលើកអាវរបស់ Goku ទើបដឹងថាវាមានទម្ងន់ប្រហែល100គីឡូធ្វើឲ្យធានរត់តែគាំងខ្លាំងថែមទៀតចំណែកឯស្បែកជើងក៏ដូចជាស្រោមដៃរបស់គេវិញមានទម្ងន់ដល់ទៅ20គីឡូក្នុងផ្នែកនីមួយៗបន្ទាប់ពី warm up ហើយអ្នកទាំងពីរក៏ចាប់ផ្ដើមប្រកួតគ្នាម្ដងទៀតតែមើលទៅហាក់បីដូចជាស្មារតីគ្នាធានក៏អួតថាទោះបីជា Goku ដំឡើងល្បឿនលឿនជាងមុនក៏គេនៅតែអាចយកឈ្នះបានដែរ Goku ក៏ឌឺវិញថាច្បាស់អត់ស្រាប់តែ Goku ក៏លើកខ្សែក្រវ៉ាត់របស់ធានឡើងធ្វើឲ្យធានខ្មាស់គេមែនទែនដោយសារតែពេលវាយគ្នាមុនហ្នឹងគេអត់ទាំងដឹងថា Goku បានលូកដៃមកទាញខ្សែក្រវ៉ាត់គេទេ Piccolo ដែលឈរមើលពួកគេនៅខាងលើក៏សរសើរពីល្បឿនរបស់ Gokuធានក៏និយាយថាបើសិនជាភ្នែកចំនួន3របស់គេមិនអាចធ្វើឲ្យគេឈ្នះបានទេនោះគេនឹងប្រើភ្នែកចំនួន12ដើម្បីយកឈ្នះនៅក្នុងវគ្គនេះធានក៏បំបែកភេទចេញជា4នាក់ព្រោះតែក្នុងរយៈពេល3ឆ្នាំនេះគេបានទៅវឹកហាត់ក្បាច់ Shadow Clone Jutsu ពី Naruto ធានក៏ព្រួតគ្នាវាយទៅលើ Goku ធ្វើឲ្យ Goku ពិបាក counter មែនទែនព្រោះថារាល់ clone របស់ធានគឺសុទ្ធសឹងតែអាចវាយឲ្យ Goku ត្រូវរបួសបានធានក៏បាញ់ថាមពលរបស់គេទាំង4ទិសមកកាន់ Goku នៅពេលដែលផ្សែងរលត់អស់ក៏ឃើញថាបាត់ Goku ធានក៏ព្យាយាមចាប់ទីតាំងរបស់ Goku ហើយគេក៏ចាប់បានដោយ Goku បានពួននៅក្នុងពពកធានក៏បានបាញ់ប៊ីមរបស់គេទៅកាន់ពពកនោះធ្វើឲ្យ Goku ធ្លាក់ចុះមកក្រោមហើយក៏ដេកស្ងៀម MC រៀបនឹងប្រកាសថាធានជាអ្នកឈ្នះហើយស្រាប់តែ Goku ក៏ងើបឡើងវិញហើយសើចដាក់គេធ្វើឲ្យធានគាំងខ្លាំងមែនទែនដោយសារតែធ្លាក់ពីលើកម្ពស់ដ៏ខ្ពស់បែបនេះហើយតែ Goku បែរជាមិនអីទៅវិញ Goku ក៏និយាយថាគេបានរកឃើញចំណុចខ្សោយចំនួន2នៅក្នុងក្បាច់របស់ធានហើយក៏ឲ្យធានប្រើប្រាស់ក្បាច់នោះម្ដងទៀតធានក៏បាញ់ថាមពលរបស់គេម្ដងទៀតចំណែកឯ Goku ក៏ហោះឡើងទៅពួរនៅក្នុងពពកនោះម្ដងទៀតតែលើកនេះនៅពេលដែលធានបាញ់ប៊ីមរបស់គេ Goku ក៏ប្រើប្រាស់ក្បាច់ Solar Flare ធ្វើឲ្យធានចាំងភ្នែកមិនអាចមើលគេឃើញ Goku ក៏និយាយថានេះគឺជាចំណុចខ្សោយទី1ចំណែកឯចំណុចខ្សោយទី2វិញគឺគេមិនត្រូវបំបែកភាគចេញជា4ទេព្រោះថាកម្លាំងល្បឿននិង defense របស់គេក៏បែងចែកចេញជា4ដែរនិយាយរួច Goku ក៏ហត់ទៅវាយធានរហូតដល់គេធ្លាក់ចេញពីក្រៅសង្វៀនហើយអ្នកដែលឈ្នះនៅក្នុងវគ្គនេះគឺ Goku បន្ទាប់ពីប្រកួតចប់ធានក៏សរសើរថា Goku ពេលនេះខ្លាំងជាងមុនដោយសារតែការប្រកួតគ្នាមុនហ្នឹង Goku មិនបានបញ្ចេញថាមពលរបស់គេពេញលេញទេណាមួយសូម្បីតែ Kamehameha មួយក៏គេមិនបានប្រើដែរ
ចំពោះគូចុងក្រោយមុននឹងឡើងទៅវគ្គ Grand Final គឺរវាង Piccolo និង Hero មុននឹងការប្រកួត Goku ក៏ទៅជួប Hero ដោយសារតែគេឆ្ងល់មែនទែនថាហេតុអ្វីបានជា Kami សុកចិត្តបន្លំខ្លួនដើម្បីកម្ចាត់ Piccolo ដោយខ្លួនឯងអញ្ចឹង Kami ក៏បកស្រាយថាដោយសារតែ Goku មិនអាចយកឈ្នះទៅលើ Piccolo បានទេណាមួយគាត់និង Piccolo ធ្លាប់ជាមនុស្សតែមួយអញ្ចឹងមានតែគាត់ទេដែលអាចដឹងថា Piccolo កំពុងតែគិតអីហើយបើទោះបីជា Goku អាចយកឈ្នះគេបានក៏ Goku មិនដាច់ចិត្តនៅក្នុងការសម្លាប់ Piccolo ដែរព្រោះថា Mr. Popo បានលួចប្រាប់ Goku អំពីវាសនារបស់ Kami និង Piccolo គឺជាប់គ្នាបើសិនជា Piccolo ស្លាប់នោះ Kami ក៏ស្លាប់ដែរបន្ទាប់ពីស្ដាប់ហើយ Goku ក៏ប្រកែកហើយក៏និយាយថាគេនឹងយកឈ្នះទៅលើ Piccolo ដោយមិនសម្លាប់គេតែ Kami ក៏បញ្យល់ថាបើសិនជា Goku មិនសម្លាប់ Piccolo ទេនោះ Piccolo នឹងយកចំណុចនេះមកធ្វើជាចំណុចខ្សោយរបស់គេហើយ Goku នឹងគ្មានថ្ងៃយកឈ្នះ Piccolo បានទេ Kami ក៏បន្តទៀតថាការលះបង់ជីវិតមនុស្សពីរនាក់គឺវាល្អប្រសើរជាងការលះបង់ជីវិតមនុស្សមួយភពផែនដីនិយាយរួចគាត់ក៏ដើរទៅប្រកួតបាត់ទៅហើយវគ្គនេះក៏ចាប់ត្រឹមហ្នឹងបើសិនជាអ្នកទាំងអស់គ្នាចង់តាមដាននៅវគ្គបន្ទាប់កុំភ្លេចជួយចុច like និង subscribe ម្នាក់មួយផងហើយបើសិនមានគ្នាយើងណាចង់ឧបត្ថម្ភមកកាន់ admin នេះគឺជា QR របស់ admin ដើម្បីជាកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូជារៀងរាល់ថ្ងៃជួបគ្នានៅវីដេអូក្រោយ